จากด้านตะบง$10,000ទៅចេញទៅតបង$10,000 investment មានយកតបង$10,000 ប៉ុន្តែដល់ពេលដែលយើងចាប់ដើមធ្វើការវាខុសពីអ្វីដែលយើងធ្វើផែនការចេញពីភ្នំពេញទៅប្រឡូកពីការដល់ចំនួនហើយយើងធ្លាប់ជាមន្ត្រីល្អតន់ខ្ពស់នៅក្នុងធនាគារមួយប៉ាម៉ាក់គាត់ថាកុំទៅអីកូនធ្វើការស្រួលជាងហើយយើងអាចិត្តយើងក្មេងចិត្តថាខ្ញុំធ្វើបានតែថាពាក្យសម្ដីហ្នឹងហើយដែលខ្ញុំអាចខ្ញុំត្រឡប់មកផ្ទះវិញយើងដើរខុសកន្លែងណាយើងបំពេញកន្លែងហ្នឹងធ្វើម៉េចឲ្យខ្លួនឯងខ្លាចជាតិមនុស្សមួយដែលមានទូនាទីខ្ពស់នៅក្នុងស្ថាប័នហ្នឹងអាហ្នឹងខ្ញុំឲ្យយោបល់ថាឲ្យធ្វើឲ្យហ្នឹងបានយើងខ្លាំងបាទជំរាបសួរអស់លោកស្រីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់កម្មវិធីដក0 plus របស់យើងសាជាថ្មីថ្ងៃនេះកម្មវិធីដក0 plus របស់យើងមានវាគ្មិនមួយរូបទៀតគឺបណ្ឌិតងួនសុផាតដែលលោកជាប្រធានក្រុមឧស្សាហ៍បាលនៅក្រុមហ៊ុនឯកជនចំនួន2ទៅ3ក្រុមហ៊ុនដែរហើយលោកក៏ជាអ្នកជំនួយមួយរូបដែរបាទថ្ងៃនេះគឺប្រធានបទរបស់យើងដែលលោកជួបលោកបណ្ឌិតគឺអាជីវកម្មធ្លាក់ដល់0បាទអញ្ចឹងខ្ញុំសូមជម្រាបសួរលោកបណ្ឌិតបាទបាទអញ្ចឹងសូមលោកបណ្ឌិតជួយណែនាំពីឈ្មោះក៏ដូចជាទូនទីលោកបណ្ឌិតបន្តិចបាទសូមជម្រាបសួរបងប្អូនទស្សនិកជនក៏ដូចជាពិធីករហើយថ្ងៃនេះខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីដក0 plus ហើយក្នុងនាមជាវាគ្មិនមួយរូបដែលឆ្លងកាត់បទពិសោធន៍បរាជ័យហើយនឹងជោគជ័យនៅជាមួយគ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំមានសេចក្តីសប្បាយចិត្តណាស់ដែលបានចូលរួមនៅក្នុងកម្មវិធីរបស់ដាក់ចប់ដែលយើងហៅថាដក0 plus បាទកម្មវិធីអញ្ចឹងមុននឹងចូលទៅដល់ប្រធានបទរបស់យើងចង់ដឹងពីប្រវត្តិបងដោយសង្ខេបអំពីការពីកុមារភាពតិចពីទីកន្លែងរស់នៅក៏ដូចជាការសិក្សាពីកុមារភាពរហូតដល់បងបញ្ចប់បានដល់ PhD មិនចឹងទេបងបាទ PhD ថ្នាក់បណ្ឌិតហ្នឹងបាទសូមខ្លីៗបងសូមបាទតាមពិតទៅខ្ញុំកើតសក្តានុពលរបស់ខ្ញុំនៅខេត្តត្បូងឃ្មុំដែលពីមុនឡើងយើងនៅក្នុងចំណុចខេត្តត្បូងចាមបាទដល់ពេលប្របែកចេញជា2ទៅខេត្តត្បូងឃ្មុំមួយទៀតបាទហើយតាមពិតកាលពីកុមារភាពខ្ញុំជាអ្នកស្រែចម្ការដែរទេមិនមែនជាអ្នកដែលនៅទីក្រុងទេបាទហើយពុកណែរបស់ខ្ញុំគាត់អ្នកធ្វើការផងអ្នកជីវករផងបាទអញ្ចឹងពីកុមារភាពយើងរៀននៅបឋមសិក្សាគេហៅថាបឋមសិក្សាសួងហើយឥឡូវហ្នឹងគេដូចជាដូរឈ្មោះទៅអ្វីផ្សេងទៀតហើយវិទ្យាល័យសម្ដេចម៉ែក្រុងសួងមានការផ្លាស់ប្ដូរច្រើនដែលថាខ្ញុំយូរដែរហើយមិនបានចាំតែឈ្មោះអីឥឡូវហ្នឹងបាទហើយបន្តមកខ្ញុំបានបន្តដល់វិទ្យាល័យនៅវិទ្យាល័យពិសេសនោះខ្ញុំបានបដូរការសិក្សាពីត្បូងឃ្មុំមកនៅខេត្តត្បូងចាមនៅក្នុងវិទ្យាល័យពិសេសនោះបាទហើយខ្ញុំបញ្ចប់ការសិក្សានៅក្នុងឆ្នាំ1996ហើយបាក់ឌុបក្នុងនោះបាទហើយបន្តមកទៀតខ្ញុំបានបន្តការសិក្សានៅភ្នំពេញកាលពីនោះខ្ញុំមិនមានផ្ទះអីនៅភ្នំពេញទេគឺខ្ញុំរស់នៅក្នុងវត្តបទុមក្នុងកុដិលេខ8បាទហើយនៅក្នុងនោះខ្ញុំសំណាងផងដែរដែលបានសិស្សបងចាស់ដែលគាត់បញ្ចប់ការសិក្សាហើយក៏បានផ្ដល់បទពិសោធន៍យ៉ាងច្រើនផ្ដល់ដំបូន្មានជាច្រើនប៉ុន្តែជីវិតក៏ត្រូវតែមានការតស៊ូព្យាយាមច្រើនចំណុចនោះខុសពីសម័យបច្ចុប្បន្នបាទហើយខ្ញុំបានបន្តការសិក្សាខ្ញុំបានជាប់មហាវិទ្យាល័យ2ទី1មហាវិទ្យាល័យភាសាបារាំងដែលឥឡូវជា IFL បាទហើយមួយទៀតសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាទហើយខ្ញុំមកកាលនោះខ្ញុំរៀនទាំងពីរដោយសារវាទៅអត់រួចខ្ញុំក៏ព្យាយាមចាត់យកទៅមុខទេគឺជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ចបាទហើយឯកទេសគឺធនាគារនិងហិរញ្ញវត្ថុចឹងនៅពេលដែលខ្ញុំបញ្ចប់រហូតដល់ឆ្នាំ2000ខ្ញុំបញ្ចប់ការសិក្សារបស់ខ្ញុំថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយជំនាញធនាគារហិរញ្ញវត្ថុបាទតទៅពីនោះមកខ្ញុំក៏បន្តការសិក្សាភ្លាមនៅឡើយទេគឺខ្ញុំចូលធ្វើការហើយសំណាងល្អខ្ញុំចាប់ដើមការងារដំបូងតែពិតខ្ញុំចាប់អាជីពការងារហ្នឹងគឺមុនខ្ញុំបញ្ចប់បរិញ្ញាបត្រគឺនៅឆ្នាំ1999ក៏នៅក្នុងនាមជាអ្នក volunteer ស្ម័គ្រចិត្តបាទទៅអង្គការមួយ
ដែលអង្គការនោះគាត់លោកជួយទៅក្មេងជួយទៅជីវករកសិករដែលគាត់មានបន្លែមានសាច់នៅខេត្តកំពង់ស្ពឺតែមិនមានទីផ្សារហើយខ្ញុំក៏ជាយាមជួយទៅកិច្ចការហ្នឹងហើយមិនមានប្រាក់ឧបត្ថម្ភអីច្រើនទេគេឲ្យតែថ្លៃសាំងមួយថ្ងៃតែ$1ហ្នឹងយើងជិះដល់កំពង់ស្ពឺចុះឡើងភ្នំពេញហ្នឹងមកធ្វើការហ្នឹងហើយបន្តរហូតដល់ឆ្នាំ2000ខ្ញុំបានចូលធ្វើការនៅក្នុងវិស័យធនាគារហិរញ្ញវត្ថុកាលនោះគឺទៅជាមួយធនាគារ CCB ហើយតែឥឡូវជាធនាគារកម្ពុជាពាណិជ្ជបាទធនាគារហ្នឹងគឺមានភាគហ៊ុនរបស់ថៃដែរខ្ញុំនៅនេះ5ឆ្នាំហើយខ្ញុំបានបន្តបទពិសោធន៍ការងាររបស់ខ្ញុំទៅធនាគារមួយទៀតធនាគារសាធារណៈទៅធនាគារអេនដិតក៏ទៅ3ឆ្នាំ3ធនាគារទាំងទោះ3ធនាគារខ្ញុំបានឆ្លងកាត់បទពិសោធន៍យ៉ាងច្រើនបើគិតទៅអត់ក្រោម10ឆ្នាំទេ3ធនាគារហ្នឹងនៅវិស័យធនាគារបាទអរគុណច្រើនបងសម្រាប់ប្រវត្តិនៃការសិក្សាក៏ដូចជាប្រវត្តិការងារបងចុះបកមករឿងអាជីវកម្មវិញតាមអីដែលបងរៀបរាប់មិញគឺជីវិតជាអ្នកធ្វើការមានប្រាក់ខែដូចគ្នាតែមិនបានបងទៅប្រឡូកនៅក្នុងចង់ប្រឡូកនៅក្នុងវិស័យអ្នកជំនួញវិញម្ដងមានន័យថាជាអ្នកបង្កើតអាជីវកម្មនឹងដោយខ្លួនឯងវិញមានកថាអីជាច្រើនហើយនៅពេលហ្នឹងតើបងជួបប្រទះនៅភាពលំបាកឬក៏ឧបសគ្គអីខ្លះនៅលើវិស័យអាជីវកម្មដែលយើងធ្លាប់តែជាអ្នកធ្វើការឲ្យគេហើយទៅបើកជាអាជីវកម្មន័យថាទៅជាតកែវិញម្ដងបាទអញ្ចឹងចង់ឲ្យបងជួយចែកម្លែកពីអាជីវកម្មរបស់បងហ្នឹងបន្តិចបាទអរគុណនៅឆ្នាំ2015ខ្ញុំបានបញ្ចប់ភារកិច្ចដែលជាមន្ត្រីជាន់ខ្ពស់ក្នុងធនាគារហើយបានចូលប្រឡូកនៅក្នុងវិស័យជំនួញហៅថាជំនួញតាមពិតទៅមុននឹងយើងចាប់ផ្ដើមខ្ញុំចាប់ផ្ដើមប្រកបអាជីវកម្មធ្វើជំនួញនេះខ្ញុំបានសិក្សាមុន3ខែហើយបាទគិតថាយើងដល់ពេលដែលយើងអាចធ្វើអីខ្លួនឯងបានគិតថាយើងសិក្សាហានិភ័យដូចធម្មតាខ្ញុំអ្នកនៅក្នុងធនាគារខ្ញុំសិក្សាហានិភ័យខ្ញុំបានកណនីហិរញ្ញវត្ថុថាតើចំណេញខាតប្រមាណអីប៉ុន្មានខ្ញុំបានត្រៀមឲ្យជាស្រេចបាទហើយក៏ធ្វើការសម្រេចចិត្តថាអូខេយើងទៅអញ្ចឹងខ្ញុំបានសហការជាមួយនឹងគ្នាខ្ញុំ2នាក់បាទដែលចេញទៅចាប់ដើមខែដូចជាខែ10 2015ខ្ញុំបានចេញដំណើរទៅដល់ព្រំដែនកម្ពុជាថៃដល់ប៉ោយប៉ែតដំបូងឡើយគឺចេញពីមន្ត្រីជាន់ខ្ពស់ទៅលក់ដៃអេតចាយអាហ្នឹងជាជីវកម្មទី1របស់ខ្ញុំគឺលក់ដៃអេតចាយដៃអេតចាយហ្នឹងយើងកំងពីភ្នំពេញទៅដឹកទៅលក់ទៅឲ្យថៃកាលនោះការសិក្សាបីដូចជាល្អិតល្អន់ដែរប៉ុន្តែដល់ពេលដែលយើងចាប់ដើមធ្វើការវាខុសពីអ្វីដែលយើងធ្វើផែនការអញ្ចឹងខ្ញុំត្រូវដឹកដែកហ្នឹងទៅដល់រោងចក្ររបស់ថៃហើយបានទទួលការទូទាត់មិនមែនថាយើងដឹកទៅហើយគេកក់លុយយើងមុនអត់មានទេអញ្ចឹងយើងត្រូវចំណាយទី1ទៅលើ shipping ការដឹកជញ្ជូនទៅកំងឡានពីថៃមកបង់លុយមុនទៅកំងពីដៃអេតចាយពីភ្នំពេញទៅប្រមូលតាមខេត្តនានាទៅចំណាយលុយមុនដូចគ្នាតែដឹកជញ្ជូនពីភ្នំពេញទៅដល់ប៉ោយប៉ែតយើងត្រូវចំណាយមុនដែរបាទអញ្ចឹងពេលយើងទៅដល់នោះយើងបានទៅអ្នកក្នុងជាមួយថៃរួចហើយយើងបានធ្វើការពិនិត្យគុណភាពដែករបស់យើងមានលេខ1លេខ2លេខ3អញ្ចឹងទៅដល់ពេលយើងទៅដល់ថៃយើងទិញលេខ1ទៅដល់ថៃធ្លាក់មកនៅលេខ3ខាត2លេខអាហ្នឹងដំណាក់កាលទី1ហ្នឹងយើងគិតថាយើងសម្រុកតែ3ឡានសិនទេដំបូងប៉ុន្តែគោលការណ៍របស់យើងទៅ10ទៅ20ឡានដើម្បីដឹកទៅដល់រោងចក្រថៃនោះបាទចេញតង់ទី1ទៅស្រាប់តែយើងទិញលេខ1ដល់នោះ inspection ទៅឃើញធ្លាក់មកនៅលេខ3ខាតតង់ទី1ខាតតែគិតថាប្រហែលជាយើងអាចរៀបហៅ quality check ឬក៏អ្នកត្រួតពិនិត្យគុណភាពហ្នឹងអត់ទាន់ច្បាស់លាស់អញ្ចឹងខ្ញុំក៏បានរៀបចំការងារថ្មីរៀបចំ inspection ថាថ្មីនៅពេលដែលយើងទៅដល់ម្ដងទៀតយើងទៅធំជាងមុនបាទទៅដល់5ឡានចេញទៅ5អញ្ចឹងមិនន័យថាវគ្គទី1ហ្នឹងតិចទេដល់ពេលវគ្គក្រោយនេះបន្ទាប់ពីរៀបចំផែនការហើយម្ដងទៀតទៅធំជាងមុនដល់ពេលទៅដល់រោងចក្រយើងធ្វើ inspection ដូចគ្នាគឺថៃទម្លាក់គុណភាពយើងដូចគ្នាមិនលេខ2
បានលេខ3តែធ្លាក់មកនៅលេខ2នៅពេលនោះយើងក៏មិន ចឹងខាតម្ដង ខាតម្ដងទៀតហើយខ្ញុំក៏ចាប់ដើមដកថយគិតឡើងវិញព្រោះកាលនោះយើងបានចំណាយលុយទៅលើជួលឃ្លាំងនៅព្រំដែនហ្នឹងរួចទៅហើយ បាទ ឃ្លាំងនៅប៉ោយប៉ែតមួយនៅម្លៃមួយ បាទ អញ្ចឹងខ្ញុំបានរៀបចំឃ្លាំងរួចហើយដើម្បី store ទុក បាទ store ទុកដៃអេតចាយហ្នឹង បាទ ដៃកំតិចហ្នឹងដើម្បីយើងនាំចេញជាជួបឧបសគ្គរឿងបញ្ហារឿង quality ហ្នឹងដែលសារថៃគេធ្វើការវិភាគទៅលើគុណភាពទំនិញរបស់យើងក៏ទម្លាក់ខ្លាំងមែនទែនគណៈទម្លាក់បែបនេះធ្វើឲ្យយើងពិបាកក្នុងការកំណត់ថាតើគុណភាពទំនិញហ្នឹងយ៉ាងម៉េចដើម្បីយើងអាចទៅបានលេខ1បាន បាទ ហើយយើងទិញពីស្រុកខ្មែរទៅលេខ1 បាទ ហើយយើងពិបាកទី1គឺថាយើងអត់អាចកំណត់ទោះបីជាយើងមានហៅថាគោលការណ៍ដែលត្រូវនាំចេញទៅឲ្យមែនប៉ុន្តែថៃវាតាមមាត់របស់ថៃនោះអត់បានដូចយើងគិតទេគឺគាត់ទម្លាក់ទៅតាមអារម្មណ៍របស់គាត់ថ្ងៃណាអារម្មណ៍ដៃឡើងថ្លៃទៅក៏គាត់ហ៊ានគេចកយើងទៅថ្ងៃណាដៃថោកទៅគាត់ចេះទទួលយើងអីចឹងទៅហើយខ្ញុំខាតនៅកិច្ចការហ្នឹងចំណាយពេលហើយជា3ខែទៅ6ខែទៅលើកិច្ចការហ្នឹងយើងអត់ទទួលបានលទ្ធផលទេនៅពេលដែលខ្ញុំចាប់ដើមគិតឡើងវិញគិតឡើងថតថ្មីវិញហើយរហូតដល់ចុងក្រោយយើងទៅប្រមូលថវិកាពីថៃមកវិញតំណាងទៅលាក់អីវ៉ាន់ដងចាក់ឲ្យត្រូវទទួលលុយមកវិញ បាទ អត់បានលុយទេទៅតាមផែនការយើងទេឈានទៅដល់ការប្តឹងផ្ដាល់ជាមួយតុលាការប្រទេសថៃនោះទី ចឹងមានន័យថាពេលដែលបងដឹកអីវ៉ាន់ទៅឲ្យហើយថៃអត់ទូទាត់លុយយើង ទាត់ឲ្យយើង ទម្លាក់លេខជើងហើយអត់ទូទាត់ទេ ហើយជាបកលសាយមួយស្លឹកឲ្យយើងទៅទូទាត់ជាមួយធនាគារកសិករបែងធនាគារកសិករតែមានលទ្ធផលទេសាយអត់មានលុយសាយតែមានលុយហើយយើងជាជនជាតិខ្មែរយើងទៅប្រឡូកកិច្ចការរកស៊ីនៅប្រទេសថៃយើងជួបឧបសគ្គហ្នឹងហើយរហូតដល់មានមេធាវីឡើងក្តីឈ្នះក្តីហើយដល់ពេលនេះក៏មិនទាន់បានលុយពីថៃមកដែរហើយខ្ញុំនេះជាវិបត្តិមួយដែលខ្ញុំឆ្លងកាត់ការងារជាមួយប្រទេសថៃដែលយើងអីវ៉ាន់ទំនិញទៅដល់គេហើយអត់បានទូទាត់ទំនិញទៅដល់គេហើយគុណភាពទំនិញយើងល្អទៅទៀតហើយយើងជួបឧបសគ្គកន្លែងហ្នឹង បាទ ហើយយើងក៏បញ្ចប់យើងឈ្នះក្តីដល់2ដងប៉ុន្តែយើងអត់បានទូទាត់ផលនៃថវិកាអីដែលយើងត្រូវទូទាត់ត្រឡប់មកវិញទេ គុណសារតិការបស់តុលាការហ្នឹងគេឲ្យបងឈ្នះក្តី យើងឈ្នះហើយតែដល់ពេលអ្នកដែលសងគេមិនកាន់ជើងយើងណាគេទៅតែការពារជនជាតិគេមិនដូចយើងណាអាហ្នឹងដែលវិបត្តិតែខ្ញុំចាប់ដើម2015ជាមួយប្រទេសថៃហ្នឹងគឺរឿងហ្នឹងគឺធ្ងន់ធ្ងរមែនទែនហើយនៅពេលដែលខ្ញុំបញ្ចប់កិច្ចការហ្នឹងហើយគឺខ្ញុំគិតថាខ្ញុំអត់ដកថយទេដោយសារចិត្តវានៅមុខមុតឡើយចង់និយាយថានៅតែហេតុអីក៏វាអាចទៅជាអញ្ចឹងទៅកើតផែនការរៀបហើយអស់ហើយអីយើងរៀបចំហើយទាំងអស់ហេតុអីក៏ទៅតិចទៅអញ្ចឹង បាទបងបាទ នៅពេលនោះខ្ញុំក៏សម្រេចចិត្តថាបន្តមុខរបរនៅទីនោះដដែលព្រោះលោកដងស្រាប់ហើយបើសិនជាយើងត្រឡប់មកវិញចេញពីភ្នំពេញទៅប្រឡូកកិច្ចការដល់ចំនួនហើយយើងស្លាប់ជាមន្ត្រីល្អតន់ខ្ពស់នៅក្នុងធនាគារមួយ បាទ ខ្ញុំជំរាបផងដែរកាលនោះប៉ាម៉ាក់គាត់ថាកុំទៅអីកូនអើយធ្វើការស្រួលជាងហើយយើងអាចិត្តយើងក្មេងចិត្តថាគាត់ថាខ្ញុំធ្វើបានខ្ញុំជឿជាក់ថាខ្ញុំធ្វើបានទៅដល់នោះវាអត់បានតាមចិត្តយើងទេហើយខ្ញុំក៏មិនហ៊ានទៅថាពាក្យសម្ដីនឹងហើយដែលខ្ញុំអត់ហ៊ានត្រឡប់មកផ្ទះវិញ បាទ ដល់ពេលខ្ញុំអត់ហ៊ានត្រឡប់មកផ្ទះវិញអ្វីដែលខ្ញុំធ្វើគឺខ្ញុំបន្តមុខរបរមួយទៀតជាមួយថៃដដែលប៉ុន្តែដូចយុទ្ធសាស្ត្រមួយថៃដែរយុទ្ធសាស្ត្រគឺលក់ដូរពីដៃអេតចាយទៅលក់ដំឡូងមីអាដំឡូងមីដែលគេហាលទងួតមានស្រស់មានស្ងួតហ្នឹង បាទ បន្តហ្នឹងមកទៀតវិញតុនវាសល់ទៅដល់សល់តែ 30% 70% យើងខាតបង់ទៅហើយ បាទ បើនិយាយទៅវាអត់ទាន់ដកដល់0នេះវានៅចិត្តដល់0នេះសល់ 30% គឺថាបន្ថយម្ដងទៀតក៏វឹងទៅបឹងតគួនទៅជួលលៀនដលងគេហើយជា5ហិកតាប្រម៉ែប្រមូលដលងទៅកក់ដំឡូងកសិករអីហ្នឹងដើម្បីប្រមូលដលងមកហាលហិចនាំចេញមុនដំបូងពួកខ្ញុំអត់ធ្វើដំឡូងក្រៀមទេ បាទ ដោយសារថៃឆ្លាតណាបើនិយាយថៃខ្ញុំចែកអំលែកកន្លែងហ្នឹងតិចថៃឆ្លាតមិននៅពេលដែលប្រជាជនថៃដែលគេកំពុងប្រមូលដំឡូងស្រស់គេកំពុងប្រមូលផលដំឡូងស្រស់គេឲ្យយើងនាំចូលដំឡូងស្រស់ទៅបញ្ចេញទីផ្សារជាមួយគេទេ
តស្ងួតបានគេឲ្យចូលនៅគេដែលគេប្រមូលទំលងស្រស់ប្រជាជនកសិកររបស់គេរួចរាល់អស់ហើយបានគេឲ្យយើងនាំស្រស់ចូលហើយយើងអត់អាចទុកបានទេកាលណាតែទុកយូរទៅទំលងក្នុងដីវាអាចប្រេះអាចខូចអីចឹងទៅយើងត្រូវដកហើយយកមកហាលដើម្បីយើងលក់បានបាទលក់បានអញ្ចឹងអ្វីជាពិសោធន៍នឹងមួយខ្ញុំមានពិសោធន៍ឲ្យរឿងជាមួយថៃនឹងច្រើនលើកទី2ហ្នឹងគឺខ្ញុំគិតថាអូខេបើសិនខ្ញុំលក់ស្រស់មិនសូវចំណេញច្រើនទេបើលក់ក្រៀមដែលយើងហាលឲ្យយើងលក់ទៅលក់ចំណិតអានឹងអាចបានច្រើនហើយខ្ញុំសម្រេចចិត្តជួលកម្មករអ្នកចិត្តគីឡូហ្នឹងកាប់គាស់តាំងយប់ម៉ោង2ម៉ោង3ភ្លឺហ្នឹងកាប់គីឡូដាក់ហាលបាទហើយនៅពេលដែលយើងហាលយើងគិតថាហាលរយៈពេលប៉ុណ្ណេះមកយើងអាចនាំចេញបានណាបើគេមានទង្ងួតសស្ងួតប្រមាណភាគរយតាម inspect របស់ចាក់របស់ថៃអញ្ចឹងណាដល់ពេលខ្ញុំវាមួយទៀតពិសោធន៍នៅកិច្ចការហ្នឹងសំខាន់យើងហាលមិនហាលដូចនេះណាហាលទៅឧទាហរណ៍យើងពឹងថាវាស្ងួតត្រឹម 70% ឬក៏ 60% តែបើយើងហាលវាស្ងួតរហូតដល់ 80% ណោះវាធ្វើឲ្យតម្លងហ្នឹងវាកាន់តែទម្ងន់ស្រក់ស្រាលទៅលក់អត់ចំណេញខាទៀតម្ដងទៀតដោយសារយើងសម្ងួតជុលខាម្ដងទៀតដោយសារយើងជំងឺស្រួលថាអត់មានពិសោធន៍ដល់រឿងទឹកហាលហ្នឹងបាទហ្នឹងចាប់ដើមគិតហើយកំសត់ណាពេលនោះគឺកំសត់មែនតើគឺដាក់រឹងមួយយប់ឡើងទៅសៀកតាមខ្យល់ពីក្រៅមកហ្នឹងមើលដលងខ្លួនឯងហ្នឹងហាលហ្នឹងហើយកំសត់ហើយអត់មានអ្នកផ្ទះដឹងទេអ្នកផ្ទះអត់ដឹងថាពិបាកប៉ុណ្ណាទេតែយើងណាច់ថាចេញពីផ្ទះទៅហើយយើងគិតថាចង់បានផលមកវិញណាវាបានដូចចិត្តអង្គុយមើលដលងហ្នឹងឯងយប់ឡើងកំសត់អង្គុយមើលដលងហ្នឹងពិបាកមែនតើគាត់ថាយើងត្រូវធ្វើម៉េចរៀបចំយុទ្ធសាស្ត្រយ៉ាងម៉េចដើម្បីឲ្យវាដំណើរការបាទដល់ពេលយើងចាប់ដើមធ្វើដំណើរការហើយធម្មតាយើងកក់លុយទៅប្រជាពលរដ្ឋមួយចំនួនលោកអត់ស្មោះត្រង់ជាមួយយើងដូចគ្នាដូចថាយើងទិញក្នុងកងត្រាតម្លៃ1គីឡូ 1000 រៀលឧទាហរណ៍បាទចៃដន្យអីដល់ពេលគេឲ្យតម្លៃខ្ពស់ជាងហ្នឹងគាត់អត់មានគ្រប់កិច្ចសន្យាជាមួយយើងទេឧបសគ្គជន់ឧបសគ្គអីវានោះយើងអត់អាចធ្វើឲ្យបានទេអញ្ចឹងផឹកចិត្តថាកងត្រាជាមួយរោងចក្រហើយតែដល់ពេលប្រជាជនកងត្រាជាមួយកសិកររបស់យើងគាត់ឲ្យគោរពកិច្ចសន្យាហើយយើងទៅប្តឹងឲ្យគាត់យ៉ាងម៉េចយើងឧបសគ្គហ្នឹងការឡើងម្ដងទៀតយើងខាតពេលគឺខាតធ្ងន់អស់លីងពីខ្លួនអញ្ចឹងលុយកក់ទៅអស់ហើយដំឡូងក៏អត់លក់ឲ្យយើងទេហើយបត់ពិសោធន៍ប្តឹងផ្ដាល់ជាមួយថៃក៏មានម្ដងមកក៏យកបបផ្សោតមកតែឥឡូវប្តឹងមួយថៃយើងចេះតែពុះពៀណាដល់ពេលប្រជាជនឯងជាជនជាតិដូចគ្នាហើយគាត់អត់តន់មានការយល់ដឹងពីច្បាប់ហើយយើងធ្វើម៉េចយើងទៅប្តឹងដល់គាត់ឲ្យមិនសុខចិត្តតាមទាគាត់បន្តិចម្ដងទៅជួនកាល3ឆ្នាំមិនតាន់បានអស់ខ្ញុំមួយឆ្នាំពេញ2015រហូតដល់ពាក់កណ្ដាល2016ខ្ញុំត្រឡប់មកវិញថាយើងអត់មានធ្វើបន្តអីការងារអីនៅទីនេះទេត្រឡប់មកវិញគឺទទេស្អាតវិញតែប្រវត្តិមកក៏អើមកហើយចុះសម្ភារៈអីឡៃឡងលក់ឲ្យគេអស់ហើយតាំងពីម៉ាស៊ីនសម្ងួតម៉ាស៊ីនអីទាំងអស់ហ្នឹងយើងអត់អាចស្ពេមកតានទេលក់ឡៃឡងអីគេខាតមកខ្លួនទទេមកយកតែប្រវត្តិមកអូចឹងបានន័យថាពេលដែលបងចោះទិញដលងហ្នឹងមានទិញម៉ាស៊ីនសម្ងួតម៉ាស៊ីនមានម៉ាស៊ីនចិត្តអីគេមានម៉ាស៊ីនកែច្នៃម៉ាស៊ីនចិត្តដលងហាលថ្ងៃធម្មជាតិទេហាលថ្ងៃធម្មជាតិយើងមានសម្ងួតខ្លះអីខ្លះពេលខែភ្លៀងជាពិសេសពេលដែលយើងខែ3ខែ4រហូតដល់ខែ7 8នេះគឺពិបាកធ្វើពេលនោះត្រូវដលងត្រូវប្រមូលឲ្យបានលឿនហើយយើងហាលអត់បានយូរទេភ្លៀងញឹកញាប់អញ្ចឹងយើងត្រូវមានកូនម៉ាស៊ីនទូចមួយដើម្បីយើងជួយសម្រួលនៃការសម្ងួតហ្នឹងទៀតអូបាទចុះកម្មករបងម៉ាអ្នកដែរកាលនោះកម្មករកាលនោះយើងមាន8នាក់បាទ8នាក់គាត់8នាក់មានអ្នកកាប់ផ្សេងទៅអ្នកហាលផ្សឹងទៅអ្នកកាន់សម្ងួតផ្សេងទៅបាទយើងសហការជាមួយម្ចាស់លានទៀតម្ចាស់លានគាត់មានភាគហ៊ុនជាមួយយើងដែរគាត់ធ្វើការជាមួយយើងដែរតែពេលមានបញ្ហាយ៉ាងទៅម្ចាស់លានហើយដៃគូអាជីវកម្មបងដែរនោះមិនទៅយើងទទួលស្គាល់ព្រោះយើងធ្វើការអ្វីដែលសំខាន់គឺយើងផ្ដោតទៅលើកិច្ចភាពស្មោះត្រង់យើងមិនដែលទៅបិទបាំងរឿងការងារទេយើងបើកចំហលើទឹកគេឃើញជាក់ស្ដែងនោះនេះវាអញ្ចឹងមែនអញ្ចឹងទាំងអស់នេះត្រូវតែទទួលយកអ្វីដែលយើងជួបហានិភ័យហ្នឹងបាទ
ចូលដល់ពេលបងត្រឡប់មកវិញ ត្រឡប់មកវិញអានឹងកំសត់សែនកំសត់មកនិយាយទៅមកវិញនឹងកំសត់ខ្លាំង បាទ ទីមួយគិតថាបើមកផ្ទះបាក់ដៃទៅទេអ្នកផ្ទះជាពិសេសប៉ាម៉ាក់លោកមិនឲ្យទៅទេឆ្ងាយពីផ្ទះសបែងដល់ពេលយើងទៅហើយអត់ជោគជ័យមកវិញតើទៅប្រឈមមុខជាមួយគាត់មិន បាទ ទៅសារភាពមិនប្រាប់គាត់ណាមិនទៅសុខចិត្តមកវិញចូលដល់ផ្ទះហើយខ្ញុំអរគុណប៉ាម៉ាក់មែនតើគាត់ចិត្តធ្ងន់ បាទ មានតែលើកទឹកចិត្តកូនបន្ថែមកូនហើយកូនឯងបរាជ័យជាបទពិសោធន៍កូនខ្ញុំចាំពាក្យនឹងភ្លេចទេដែលគាត់ពិសេសគឺប៉ាគាត់ឲ្យយោបល់ឲ្យថាប្រយ័ត្នប្រយែងកូនដល់ទីហើយសិនតែយើងធ្វើការនឹងធឹងជាងអីចឹងណាគាត់ឲ្យយោបល់ចឹងទៅក៏យើងគឺថាមកមិនមកផ្ទះស្រួលទៀតមកលបចូលទៀតលបចូលផ្ទះទៀតធ្វើអីកាលណាតមកទៅប្រកាសប្រកងអីអត់បានទេខ្មាស់គេយើងគិតថាយើងបរាជ័យមនុស្សបរាជ័យយើងមកធ្វើមិនបានបាទអញ្ចឹងចង់យើងត្រូវមានតែក្រាបសុភ័ក្រគាត់ទៅសុំទោសគាត់ទៅមានតែប៉ុណ្្នឹងតែអត់មានអីលើពីហ្នឹងធម្មតាពុកម្ដាយលោកមិនដែលចង់ឲ្យកូនលំបាកទេតែពេលនោះបងមានគ្រួសារហើយ មានហើយ ទៅគ្រួសារវិញមិនហើយ អត់មាត់មួយម៉ាត់ហើយខ្ញុំអរគុណគាត់មែនទែនអត់មានមាត់មួយម៉ាត់ អត់បន្ទោសបងអី អត់មាត់មួយម៉ាត់ទេ ហើយចុះពេលដល់ពេលបងកំពុងតែធ្វើការនៅនោះបរាជ័យនោះមានបានគាត់មានបានដឹងបងមានបានតាក់ទងមកគាត់តិចតួច យើងតាក់ទងទៅវិញទៅមកប៉ុន្តែរឿងផលបរដែលមានបញ្ហាខ្ញុំអត់ដែលគាត់ដឹងទេទីមួយខ្ញុំគិតថាបើសិនជាគាត់ដឹងសម្ពាធអារម្មណ៍របស់គាត់គាត់បារម្ភពីខ្ញុំទុកសុវត្ថិភាពសពបែបសពយ៉ាងអញ្ចឹងបើសិនជាចិត្តវិញមកគឺវាទុកនឹងម្នាក់ឯងជាជាងឲ្យគាត់ដឹងកាលណាគាត់ដឹងទៅគាត់នឹងការទុកជាមួយយើងអញ្ចឹងចង់បៀម្នាក់ឯងសុទ្ធការទុកតែម្នាក់ឯងទេខ្ញុំនិយាយចំទៅជីវិតពេលនោះគឺដល់ពេលដែលលំបាកខ្លាំងលំបាកទី1គឺបញ្ហាតែអញធុយើងចំណាយអស់ អាចជំរាបជូនបានទេបងប្រហែលប្រហែល ខ្ញុំចាប់បានដំបូង$10,000ទៅចេញទៅដំបូង$10,000 investment វិនិយោគដំបូង$10,000 ហើយ10,000ចំនួននោះថ្លៃដែរថ្លៃបើគេដល់លើហើយចង់$50,000ឥឡូវហ្នឹងចំនួនមុនដល់លើអញ្ចឹងយើងនិយាយចំទៅនៅពេលដែលយើងមកដល់ផ្ទះវិញខ្ញុំសរសើរគាត់ដែលគាត់អត់ធ្មត់អត់មានសួរនាំថាឈប់ធ្វើអញ្ចេះទៅអត់មានអីណាបន្ទោសសូម្បីតែបន្តិចអត់មានបន្ទោសទេចាទុកជាសំណាងរបស់ខ្ញុំសំណាងយ៉ាងម៉េចគាត់ថាបើសិនគាត់នឹងបន្ទោសខ្ញុំកាន់តែមានសម្ពាធថាអត់មានណាបន្ទោសមួយម៉ាត់ហើយយើងក៏មិនជាអ្នកដែលទៅដើម្បីទៅដើរលេងទៅអីចំណាយលុយចាស់ជាអីទៅរឿយទៅហ្នឹងទៅរកទីមែនតើដល់ពេលអញ្ចឹងវាអត់មានរឿងអ្វីដែលយើងមិនហ៊ាននិយាយប្រឈមយើងត្រូវប្រឈមការពិតមិនយើងត្រូវនិយាយអញ្ចឹងហើយខ្ញុំអរគុណគាត់មែនតើគាត់មិនមានសម្ពាធមិនមានការក្តីបន្ទោសទៅពេលនោះបាទអញ្ចឹងគាត់លើកទឹកចិត្តបងខ្លាំង គាត់លើកទឹកចិត្តហ្នឹងគាត់ជាយើងលើកទឹកចិត្តខ្ញុំឲ្យយើងធ្វើអីផ្សេងរកការងារធ្វើទៅបើមិនតែយើងមុនរបស់យើងមិនមានដំណើរការទេយើងរកការងារធ្វើទៅតែឪពុកម្ដាយបងហើយគ្រួសារគាត់ជាអ្នកធ្វើការដូចបងដែរឬក៏ជាអ្នកអាជីវកម្មដែរគាត់អ្នកធ្វើការភាគច្រើនក្នុងគ្រួសាររបស់ខ្ញុំអ្នកធ្វើការតែគាត់យល់ពីស្ថានភាពដែលយើងជួបប្រទះធម្មតាគាត់អត់ដែលរកស៊ីអញ្ចឹងដល់ពេលយើងរកទៅរកហើយបែរជាខុសនឹងគាត់បន្ទោសគាត់អីចឹងណាគាត់អត់បន្ទោសខ្ញុំអរគុណកន្លែងនេះមែនតើគាត់អត់បានបន្ទោសបាទព្រោះវាជាសារមួយដែរសម្រាប់បងប្អូនទាំងអស់គ្នាដែលគិតថាធម្មតាយើងមនុស្សប្រុសយើងទៅប្រកបមុខរបរខាងក្រៅតែតែចង់ជោគជ័យតែបើសិនជាយើងមិនមានភាពជោគជ័យវិញបើមានការបន្ទោសទៅទៀតវាកាន់តែបាក់ទឹកចិត្តកាន់តែខ្លាំងអញ្ចឹងម្ល៉េះហើយនៅពេលដែលដល់ផ្ទះអ្នកផ្ទះគាត់មានសម្ពាធមកឲ្យយើងបន្តទៀតថែមទៀតណាគឺជារឿងមួយដែលប្រសើរមែនតើសម្រាប់ខ្ញុំងើបឡើងវិញខ្ញុំបានតាំងចិត្តថាបើសិនជាជ្រុលប៉ុណ្នេះហើយអត់មានអ្នកបន្ទោសហើយត្រូវរកមធ្យោបាយបន្តទៅមុខទៀតយើងកុំឲ្យបាក់ទឹកចិត្តកុំឲ្យធ្លាក់ទឹកចិត្តត្រូវបន្តទៅមុខទៀតដោយវិធីណាហើយខ្ញុំតែងតែកងថ្ងាស់គិតថាឥឡូវខ្ញុំដើរល្មើទៀតមធ្យោបាយទៅមួយគាត់គឺដើររកការងារធ្វើវាអត់មានត្រឡប់ចូលប្រឡូកមួយការងារវិញត្រឡប់ទៅវិញបាទដល់ទៅវិញបាទហើយ
ការដែលខ្ញុំត្រឡប់ទៅវិញនេះគឺខុសពីលើកមុនខ្ញុំគិតថាធ្វើការតាមតែយើងបានប្រាក់បៀវត្សមកដើម្បីយើងគិតគង់ជីវភាពគ្រួសារណា បាទ ប៉ុន្តែក្រោយមកទៀតខ្ញុំដូរគួរដៅបើខ្ញុំចូលប្រឡូកទៀតខ្ញុំអត់ធ្វើការក្នុងស្រុកទេទៅដូរអញ្ចឹងហ្មងគិតថាអារម្មណ៍ខ្ញុំគិតថាអារម្មណ៍ខ្ញុំជាមួយនឹងបងប្អូនអាចមួយចំនួនអាចដូចគ្នាតែមិនដូចគ្នាទាំងអស់ទេគិតថាយើងបាក់មុខនៅក្នុងកិច្ចការហ្នឹងទៅបើយើងគេមិនបន្ទោសយើងក៏ដោយប៉ុន្តែក្នុងចិត្តណា វានៅតែមាន នៅតែមានដកក្នុងចិត្តយើងអញ្ចឹងបើទៅក្រៅអផុតទៅវាអាចបន្ធូរអារម្មណ៍របស់យើងប៉ុន្តែយើងក្នុងន័យវិជ្ជមានទេយើងទៅធ្វើអីមួយដើម្បីសុខភាពដើម្បីកសាងជីវភាពគ្រួសារដូចគ្នាគោលដៅតែមួយគត់គឺកសាងជីវភាពគ្រួសារឲ្យគ្រួសាររីកចម្រើន ហើយគាត់នៅថាភ្លាមបងអត់អាចទទួលយកអារម្មណ៍បែបហ្នឹងបាន គឺខ្ញុំទេតែខ្ញុំខ្លួនឯង ខ្លួនឯង អារម្មណ៍មិនអ្នកផ្ទះគាត់អត់ទទួលខ្ញុំទេក្រុមគ្រួសារពុកម្ដាយគាត់ទទួលទាំងអស់គាត់អត់មានប្តីបន្ទោសខ្ញុំទេ ប៉ុន្តែអ្វីដែលខ្ញុំទទួលយកបានគឺខ្លួនឯងគាត់ថាយើងរៀនបានដល់ណាដល់ណីយើងមានបទពិសោធន៍កិច្ចការងារក៏ច្រើនឆ្នាំហើយក្នុងវិស័យធនាគារទៅទៀតហើយរឿងអីដែលយើងទៅប្រឡូកហើយយើងអាចបណ្ណាជ័យទៅរួចបាទរឿងហ្នឹងដែលខ្ញុំមានអារម្មណ៍ថាវាទៅចិត្តខ្លួនឯងណាថាយើងមិនគួរណាដែលវាអាចទៅជាផ្លូវហ្នឹងទៅរួច ហានិភ័យថាអីមួយចំនួនយើងបានសិក្សាអស់បានសិក្សាហើយមិនសិក្សាធម្មតាមកទេគឺយើងឡើងតារាងរញ្ញវត្ថុreturn on investment ហ្នឹងចេះគណនាហ្នឹងហើយវា invest ប៉ុណ្ណេះទៅបានប្រហែលឆ្នាំមកប៉ុណ្ណារៀបចំទាំងអស់អញ្ចឹងវាអត់ perfect ទេមកថា plan នេះ perfect មែនតែឲ្យយើងទៅអនុវត្តបើយើងអនុវត្តជាក់ស្ដែងហ្នឹងមិនប្រកាសថាវាដូចផែនការដែលយើងរៀបនោះទេ បាទអរគុណច្រើនបងចុះមុនហ្នឹងបងថាមានមិត្តភ័ក្តិទៅចូលរួមជាមួយបងដែរ មានមិត្តភ័ក្តិជាមួយគ្នាតែគាត់នៅភាគីខាងថៃគាត់និយាយទៅអ្នកគាត់អ្នកបាត់បងបាទនិយាយទៅគាត់ភាគច្រើននៅខាងថៃគាត់ធ្វើការនៅថៃគាត់ជិះជួននៅថៃញ៉ាំនេះនៅខាងខ្មែរតែបងពីភ្នំពេញទៅហ្នឹងតែម្នាក់ឯងទេអ្នកឯងទេហើយគាត់នៅទីនោះស្រាប់គាត់នៅប៉ោយប៉ែតហើយនៅបាត់ដំបងស្រាប់មេការរបស់ខ្ញុំគាត់នៅប៉ោយប៉ែតនៅហ្មងជាប់ព្រំដែននឹងតែហ្មងដល់ពេលអ្នកដៃគូរបស់ខ្ញុំគាត់នៅអ្នកបាត់ដំបង អញ្ចឹងគាត់ដឹងពីការនាំចូលនាំចេញនៅស្រុកទេសរបស់ថៃនេះដឹងគាត់មានពិសោធន៍បាទគាត់មានពិសោធន៍បាទអរគុណច្រើនបងនេះជាមេរៀនមួយសម្រាប់អ្នកវិនិយោគដែរបាទប៉ុន្តែនៅតែឆ្លោះឆ្លួយបានណាបាទនឹងមកពីដៃគូអាជីវកម្មយើងឬក៏យើងសិក្សាដែរតែវាអត់ច្បាស់ណាបងអាចចែកម្លែកអត់ទៅនឹងបានកន្លែងហ្នឹងដែរខ្ញុំសូមជំរាបជូនថារឿងសំខាន់គឺវាពាក់ព័ន្ធជាមួយជំនាញហ្នឹងជំនាញឧទាហរណ៍ថាខ្ញុំខាងជាសាស្ត្រសេដ្ឋកិច្ចទេធនាគាររ៉ាញ់វត្ថុទេបទពិសោធន៍ក៏ធនាគាររ៉ាញ់វត្ថុដែរបាទដល់ពេលយើងទៅប្រឡូកផ្នែកកំតិចដែកអេចាយហ្នឹងយើងអត់ទាន់មានចំណេះជំនាញហ្នឹងច្បាស់ ទី1សំខាន់មកគឺតកតងជាមួយជំនាញទៅលើការពិនិត្យគុណភាពទៅលើការដែលយើងការនិយាយជំនាញចរចារឿងកិច្ចសន្យាយើងមានហើយប៉ុន្តែរឿងបញ្ហា inspection នេះការត្រួតពិនិត្យទៅលើគុណភាពនេះហើយរឿងទី2រឿងរបៀបរបបនៃការធ្វើការជាមួយប្រទេសគេហ្នឹងវាមិនវាយ៉ាងម៉េចហើយទី3គឺបញ្ហាច្បាប់ទម្លាប់តកតងនឹងការដឹកជញ្ជូនឃ្លាពន្ធគយ តាមព្រំដែនហ្នឹងគឺយើងមិនបបិសោតពីមុនទេអញ្ចឹងវាធ្វើឲ្យយើងជាអត្តពលខ្លាំងទៅលើការចំណាយបាទហើយណោះដែលធ្វើឲ្យយើងកណនាទៅពីដំបូងគឺថាត្រូវវាមិនត្រូវយ៉ាងការកណនារបស់យើងទេបាទហើយទី4គឺអត្តចរិតដៃគូដែលជាអ្នកជា buyer ជាអតិថិជនរបស់យើងបាទគឺអត្តចរិតរបស់គាត់យើងត្រូវសិក្សាដែរបាទបើមិនយើងមិនស្គាល់គាត់ច្បាស់លាស់ទេមិនមានគោលដៅច្បាស់លាស់ទេយើងពិបាកនឹងបន្ថយណាស់បាទតែបន្ថយវាមានបញ្ហាដូចខ្ញុំអញ្ចឹងបាទអរគុណច្រើនបងអញ្ចឹងបងបានរៀនពីនឹងហើយបានត្រឡប់មកវិញចូលប្រឡូកក្នុងវិស័យការងារវិញតែមកដល់ពេលបច្ចុប្បន្នបងរៀនបានពីនោះមកខ្លះហើយនៅតែបន្តការងារឲ្យគេទៀតឬក៏រឿងអាជីវកម្មវិញផ្សេង តបពីខ្ញុំត្រឡប់មកវិញហើយខ្ញុំបានចាប់ដើមធ្វើការងារឡើងវិញ
ខ្ញុំចាប់អាជីពជាអ្នកក្នុងវិស័យធនាគារដដែលតែក្នុងអ្នកដែលប្រឹក្សាទៅលើឧបករណ៍ហិរញ្ញវត្ថុ បាទ ដែលយើងក៏ហៅថា bank instrument ហ្នឹងវាមានតាំងពី LC បាទ LC SBLC បាទ វាមាន BG បើហៅថាបង់ការ៉ង់ទីហ្នឹងបានធានាហ្នឹងទាំងអស់ហ្នឹងឡើងវិញដើម្បីធានាទៅលើការទិញអីមួយ បាទ ឆ្លងប្រទេស បាទ ខ្ញុំប្រឹក្សាផ្នែកហ្នឹងវិញខ្ញុំឧទាហរណ៍ថាបងមានតំណែងមួយលក់មកថាលក់អីវ៉ាន់អីមួយចុះ បាទ ឧទាហរណ៍ថាលក់ឡានចុះលក់ឡានបងចង់នាំឡានចេញទៅប្រទេសណាមួយដែលគេជាពីបងទៅ បាទ អញ្ចឹងធម្មតាអ្នកលក់គាត់អត់ទុកចិត្តយើងទេខ្លាចដល់ពេលអីវ៉ាន់ដឹកបងទៅធម្មតាបងអត់ទុកចិត្តគាត់ត្រូវអ្នកទិញត្រូវចេញបង់ការ៉ង់ទីមួយបានធានាមួយពីធនាគារដើម្បីធានាថាអីវ៉ាន់បងទៅដល់អ្នកទិញត្រូវទូទាត់ហើយខ្ញុំប្រឹក្សាបែបហ្នឹងអញ្ចឹងគ្រប់សេវាកម្មគ្រប់ផលិតផលទាំងអស់គឺខ្ញុំធ្វើបែបហ្នឹង បាទ ហើយខ្ញុំក៏ធ្វើការងារច្រើនប្រទេសដែរក្នុងតំបន់អាស៊ានដកតែប្រទេសប្រុយណេមួយចេញទេហើយខ្ញុំធ្លាប់ប្រឡូកការងារនៅវៀតណាមនៅថៃមីយ៉ាន់ម៉ាសិង្ហបុរីម៉ាឡេឥណ្ឌូនេស៊ី នឹងពេលដែលបងត្រឡប់ពីការងារបរាជ័យបង បរាជ័យហើយ កម្មបងហ្នឹង ជ័យហើយ ខ្ញុំចាប់ដើម build connection ចាប់ដើមកសាងទំនុកចិត្តឡើងវិញជាមួយដៃគូផ្សេងៗទៀតដើម្បីទីប្រឹក្សាផ្នែកវិនិយោគហើយនិងហិរញ្ញវត្ថុ បាទ ហើយខ្ញុំក៏ខ្លាយជាទីប្រឹក្សាមួយនៅក្នុងយើងមិនទាន់មានបញ្ហាជាមួយប្រទេសថៃខ្ញុំនៅតែថៃកាលណាខ្ញុំធ្វើការជាមួយប្រទេសថៃហ្នឹងគឺខ្ញុំមានទំនាក់ទំនងជាមួយក្រុមហ៊ុនប្រេងមួយដែលគេទីប្រឹក្សាប្រេងគេនាំប្រេងចេញចូលអញ្ចឹងណាហើយខ្ញុំក៏ជាទីប្រឹក្សាក្រុមហ៊ុននោះព្រោះខ្ញុំទទួលបន្ទុកផ្នែកធនាគារហិរញ្ញវត្ថុទទួលបន្ទុកផ្នែកគេថាលិខិតឥណទានណាគឺ letter of credit ហ្នឹងដើម្បីធានានៅការទិញមួយចំនួនមានការដកលុយដើម្បីដឹកប្រេងចេញពីប្រទេសថៃទៅអាហ្នឹងខ្ញុំចាប់ដើមការងារទី1របស់ខ្ញុំនៅជាមួយប្រទេសថៃហ្នឹងហើយក្រុមហ៊ុនឈ្មោះក្រុមហ៊ុន Pasika Corporation បាទ ហើយនៅទីតាំងនៅជន់បូរី តែសារនេះជាអ្នកធ្វើការទេមិនមែន អ្នកធ្វើការខ្ញុំជាអ្នកធ្វើការខ្ញុំមានស្ទូប្រាក់វិវត្ត បាទ ហើយចឹងទៅហើយខ្ញុំការងារនេះខ្ញុំបានឆ្លងកាត់បទពិសោធន៍ប្រទេសយ៉ាងច្រើនក្នុងអាស៊ាន 8 9ប្រទេសនៅអាស៊ានគឺខ្ញុំបានឆ្លងកាត់កិច្ចការនឹងច្រើន បាទ ហើយខ្ញុំក៏ចាប់ដើមមានគំនិតរកស៊ីទៅសំលុយបានមួយចំនួនចាប់ដើមបែកគំនិតទៀតតែអារម្មណ៍នៅមិនសុខចាប់ដើមបែកគំនិត នេះមិនដែរ បែកគំនិត បាទ បែកគំនិតខ្លះហ្នឹងគឺខ្ញុំជំរាបទស្សនិកជនក៏ដូចជាពិធីករនៅពេលចាប់ដើមម្ដងទៀតខ្ញុំចាប់ដើមនៅក្នុងឆ្នាំ 2018 អញ្ចឹងខ្ញុំប្រឡូកការងារ2ឆ្នាំកន្លះ មុនកូវីដ 2ឆ្នាំកន្លះហ្នឹងខ្ញុំប្រឡូកទៅទៀត បាទ ដល់ពេលបែកដើមអូខេនាំអីវ៉ាន់ពីចិនមកបង្កើត storage store អីនាំ import បាទ import ឲ្យលក់គ្រឿងតុកទូរឿងអីចឹងទៅគ្រឿងសង្ហារឹមអីចឹងទៅ បាទ ដល់ពេលខ្ញុំនិយាយចំទៅលក់ដាច់ខ្ញុំចាប់ដើមងើបឡើងវិញងើបខ្លាំងជាងមុន better ប្រសើរជាងមុនដល់ពេលជាអកុសល COVID មកដល់យើងគួរដឹកជញ្ជូនប្រងព្រាតលក់ពូកលក់អីធម្មតាដាក់លេខដាក់ទីតាំងហ្នឹង បាទ យើងឡាយលក់ចំណេញបានច្រើនហើយដល់ពេល COVID មកដល់ block គ្រប់កន្លែងហើយយើងជួលអាគារយើងជួលអីជួលឃ្លាំងជួលអីចំណាយបុគ្គលិកអីយើងអាចថយបាន បាទ នៅពេលនោះខ្ញុំធ្លាក់ម្ដងទៀតឥឡូវប្រមូលពីថាការយើងប្រមូលពីការធ្វើការហ្នឹងយើងមកប្រឡូកម្ដងទៀតគឺធ្លាក់ម្ដងទៀតនៅពេល COVID ធ្ងន់ជាងមុនទៀត ធ្ងន់ជាងការដលង ធ្ងន់ជាងមុនទៀតធ្ងន់ជាងឡងដៃទៀតនៅពេលនោះយើងជាប់មានបញ្ហាជាមួយវិបត្តិរឿងបំណុលធនាគាររឿងធនាគាររឿងអីតែត្រូវយើងធម្មតាយើងរកទីយើងត្រូវមាន credit airline មានអីជាមួយធនាគារមានអីទៅយើងអាចដកចេញដកចូលបានហៅថា OT ណា OD សំទៅ OD ណា OD overdraft នេះអាចដកចេញដកចូលបានអីចឹងទៅយើងត្រូវការយើងឆក់ flat ទៅ ហើយដាក់វិញទៅបាទ យើងជួបបញ្ហានឹងម្ដងទៀតនេះគឺខ្ញុំដឹងទោះបីយ៉ាងណាក៏ខ្ញុំដឹងថានៅពេលដែលយើងមានវិបត្តិ COVID
dương block của lại dương anh đặt tụm nín cho tệ chuẩn bàn thế tệ để chuẩn của mình anh mà lại dương là bởi mơ tụm nín tình nhất định một này chẳng là khi mà chật liêm an toàn thì mỗi cứ dương chập đàm bật hãng hay bật cả từ mà trả kia thay dương ót mà tỏ cả chua xong ăn cái đồ quạt nên họ phải dương thì bật cho nó gì có mà trả có quạt ăn cái đồ dương bị hai bảy hai thế là bây giờ mà thổi cả bằng phải chua lại chứ con tay dương lụa bàn từ lơ khi miên chật môi tháng bờ bọc là cái thơ ca cho môi dương chập đại cho môi dương bạn bên môi kia ấy anh tới vừa chọc kia ở cả aram mình thừa khi mình sum piết phần anh đón tiết ra từ trong này cái tháng như này chọc quạt bạn này với cô bị thấy và tỏ bậc bạc hai gì tới tỏ tới dưới thầm đá vì mạnh là rồi bệnh chỉ đó đỏ dạ bêu vậy đỏ tới là họ đỏ về mới chung có mà chật thà cho bệnh chọcในการchúa chân cả chúa dương chập đàm bạnในการมันจะtình bị sập chấn nếu bên nước dương ở toàn đa số này là lại vậy còn là biết chật nó thông đã như lọp lộ càng như phải chơi mà đòn hơi như thấy dương mà đi mà đòn tiết chật nó biết chập đàm mà sơ lọ rong bể đồ dương nó bị lột kho xong vải sơ lọ nè chẳng khi mà ăn mà chật hả ok miền ta rò càng nghĩa bị bay tiếp tục nữa trong này phát chất nhưng mà chất thà thì bậc xa này cái đồng hồ bị cái lại từ bốn chỉ bậc xa thầu anh thế chỉ có một ai chơi thế hay khởi mở những tờ chia xong mà chất không sao bị bà này không muốn nữa hay trong miền Bắc trong nô các địa vốn do các địa vốn ấy tên trong tên chui bậc lực đặt thân nhiệt bậc ai bậc lực anh thực ra là mới tục cho là nđặt niềm trong ấy niềm phải chọc ấy chứ lôi ngược lăng vì gì chẳng nhôm thu bán đó khi nhôm mặt chất trở nên vì ní lẹ mến là về chập đàm covid bị chập đàm bật lời lăng mà bình máu bật mà bình máu những chập đàm ok một đồng bộ về lại mà về lại mình cái nước bật sinh nhôm mặt chất bật tèm mà đón và hai chị dương đã khó mà đón tiền trên mặt chất ta tục một đồng bộ nữa tục một đồng bộ nữa ở dương ảnh và cả trong nội tam thiếu sạp xỉ hay khi chỉ miệt chuồn bằng đá và cho bọn nó nhưng nơi trong bọc xa nơi trong hồn phật mai với phí trong hồn hay nơi Indonesia mùi và nơi kẹp dọc mùi tiện chân bầy tập thời này mà nơi kẹp dọc chân nơi Jakarta nhưng chỉ xem mặt trong sao ba nơi trong hồn mùi chung Abadi International Group mùi tiện bà này ở con tran bong bà tam đập ở xa mỏ bong máu cứ chỉ việc cam đại nhung thua chụp trong môi nâng nè để cho rùm chạy lái cứ việc sáng cứ cây chập ra mà chỉ việc cam bị chấm nội sồn từ bàn tay sầm rạp bó cứ bàn này thay dương miền đàm tôn cục còn thấy từ chập chỉ việc cam nữa bong sông bong chui chạy lại mình mới tha mò bị cái thải khác để vừa ở dương vì miền đàm tôn hái thở từ vì miền Pành Hà nơi ca para chơi từ lời chỉ việc cam bỏ bong là bên đầu tiên bà là con ai son trong nghiệp bong ở chỉ tôi sẽ chân riêng Pành Hà 7 ដែលខ្ញុំចែករំលែកទៅទស្សនិកជនគឺពាក់ព័ន្ធជាមួយនឹងទី1យើងកុំបោះបង់កុំបោះបង់ហើយកុំដាក់សម្ពាធឲ្យខ្លួនឯងធម្មតាយើងធ្វើអីក៏ដោយមិនមានអ្វីមួយឥតខ្ចោះនោះទេយើងការបរាជ័យហើយនឹងជោគជ័យវានៅជាមួយគ្នាវានៅនឹងយើងនឹងឯងអញ្ចឹងដរាបណាដែលយើងដើរផ្លូវមួយដែលខុសដើរផ្លូវមួយដែលមិនល្អយើងត្រូវរកវិធីដើម្បីបង្វែរផ្លូវនោះឲ្យទៅផ្លូវណាដែលយើងងាយស្រួលដែលយើងអាចគ្រប់គ្រងបានវិញជាពិសេសគឺខ្ញុំសូមលើកឡើងរឿងបញ្ហាជំនាញមួយចំនួនដែលយើងមិនមានពិសោធន៍យើងគួរតែសិក្សាឲ្យបានល្អមុននឹងយើងចាប់ផ្ដើមនៅផលបអីមួយដើម្បីឲ្យយើងធានាបានថាហានិភ័យហ្នឹងយើងបានអាចគ្រប់គ្រងបានអាចគ្រប់គ្រងបានហើយកុំមានអារម្មណ៍ថាតូចចិត្តតូចថ្លើមអីធម្មតាមានអ្នកលំបាកជាងយើងច្រើនណាមានតែអ្នកបរាជ័យរាប់មិនអស់ទេនៅលើโลกនេះមិនមានតែយើងមិនមានតែណាម្នាក់ទេគឺទាំងអស់នេះតែមានជោគជ័យនិងបរាជ័យនៅជាមួយគ្នាអាហ្នឹងខ្ញុំសូមផ្ដាំថាយើងអ្នកជីវករធ្វើអីមួយយើងក៏មានការ
on chặt tôi làm với chụp con ai giờ chi mê riêng giờ về chi mê riêng này chỉ vật bao giờ បាទ ព្រោះអាមេរៀននៃជីវិតនេះយើងអត់មានតម្លៃស្មើទេបទពិសោធន៍នៃជីវិតនេះគឺតម្លៃធំធេងណាស់សម្រាប់អ្នកបរាជ័យខ្ញុំអត់និយាយអ្នកជោគជ័យទេនិយាយអ្នកបរាជ័យគឺបទពិសោធន៍នេះធំធេងណាស់ជាមេរៀនជីវិតដែលយើងគួរស្វែងយល់ពីវាថាហេតុអីបានយើងបរាជ័យកាលណាជាយើងមានហេតុច្បាស់លាស់យើងនឹងរកផលវាឃើញ ហើយយើងសិក្សាពី បាទហើយចំណុចទី2គឺពាក់ព័ន្ធមួយតម្លៃតម្លៃហើយនៃភាពស្មោះត្រង់នេះគឺសំខាន់មែនទែនសម្រាប់ជីវិតនៃការរស់នៅ យើងមានចំណេះជំនាញបទពិសោធន៍ក៏ពិតមែនតែយើងបង្កើតតម្លៃខ្លួនឯងតម្លៃចំណេះដឹងរបស់យើងដោយវិធីណាតាមបែបសុចរិតមានន័យថាយើងត្រូវមានភាពស្មោះត្រង់ភាពស្មោះត្រង់វាជាដើមទុនបើសិនជាខ្ញុំគ្មានភាពស្មោះត្រង់ខ្ញុំអត់មានតម្លៃនៅដែលគេអាចទទួលខ្ញុំបានខ្ញុំមិនអាចធ្វើការងារឲ្យគេបានទៀតគេមិនអាចទទួលខ្ញុំបានទេអញ្ចឹងការដែលយើងរក្សាតម្លៃខ្លួនហើយនឹងបូកជាមួយនឹងភាពស្មោះត្រង់នេះសំខាន់ណាស់ដើម្បីយើងអាចចាប់អាជីពមួយច្បាស់លាស់យើងអាចរកអ្នកវិនិយោគបើធ្វើការយើងធ្វើការប្រកបដោយប្រសិទ្ធភាពមានគុណភាពហើយរកកលឹះណាដែលធ្វើយើងជោគជ័យបានអានេះជាចំណុចសំខាន់ដែលយើងត្រូវចាប់ដើមនៅក្នុងតម្លៃខ្លួនរបស់ខ្លួនឯងហើយសម្រាប់យុវជនខ្ញុំសូមដាំផ្ញើទៅយុវជនផងដែរថាសម័យនេះគឺសម័យបច្ចេកវិទ្យាទំនើបសម័យ AI អញ្ចឹងខ្ញុំឃើញយុវជនមួយចំនួនធំដែលជាសរទ្រូងនៃប្រទេសជាតិរបស់យើងគាត់ផ្ដោតខ្លាំងណាស់ទៅលើ Facebook ឬ TikTok អីហ្នឹងគាត់លមូលជាមួយនឹង Facebook Telegram TikTok ហើយនិង Facebook ហ្នឹងមួយថ្ងៃចំណាយពេលច្រើនណាស់អញ្ចឹងសូមបងប្អូនទាំងអស់គ្នាមេត្តាងាកមករកនៅចំណេះដឹងរបស់យើងឥឡូវនេះមិនដូចមុនទេជំនាន់បងពីដើមមកចង់រៀនទាំងអីអត់មាន YouTube អីបង្ហាញប្រហាត់យ៉ាងទេទៅហៅទៅភៅតាមបណ្ណាគារមករៀនមិនបានសម័យនេះមានគ្រប់យ៉ាងក្នុងប្រព័ន្ធសង្គមនៅក្នុង YouTube ចំណាយពេលវេលាមានតម្លៃរបស់យើងទៅលើ YouTube ទៅលើ TikTok ទៅលើ Facebook ហ្នឹងឲ្យមានប្រយោជន៍យើងត្រូវហ៊ានបន្ថែមទៀតដើម្បីបង្កើនចំណុចទី2ដែលខ្ញុំលើកឡើងមិញហ្នឹងគឺចំណុចតម្លៃខ្លួនឯងនេះកាលណាតែយើងមានតម្លៃខ្លួនល្អយើងប្រកបការងារដែលយើងអាចប្រឹក្សាគេបានយើងអាចធ្វើឲ្យគេមានគំនិតច្នៃប្រឌិតថ្មីបាននេះហើយជាចំណុចដែលជាតម្លៃដែលខ្លួនយើងគួរមានព្រោះអីបងប្អូនខ្លះគាត់ថាគាត់ចង់បានការងារធ្វើចង់បានប្រាក់ខែច្រើនអញ្ចឹងសំណួរសួរថាតើគាត់បានមានការតាំងចិត្តការតស៊ូរបស់គាត់កម្រិតណាសក្តីព្យាយាមរបស់គាត់មានហើយនៅជាងគាត់អត់ទាន់មានការ commitment របស់គាត់ការតាំងចិត្តរបស់គាត់នៅឡើយហើយគាត់ជាចង់បានប្រាក់ខែច្រើនគឺវាអាចទៅរួចទេអញ្ចឹងឲ្យបងប្អូនគាត់មានការតាំងចិត្តមានថាអូខេបើធ្វើការធ្វើឲ្យជោគជ័យធ្វើឲ្យបានតំណែងខ្ពស់បានប្រាក់ខែច្រើនហើយមិនបាច់ដូរការងារច្រើនទេពីព្រោះគាត់ដូរការងារច្រើនយើងនឹងចាប់ដើមផ្សារជាថ្មីរហូតមិនចេះចប់ទេយើងចាប់ដើមកន្លែងមួយយើងដើរខុសកន្លែងណាយើងបំពេញកន្លែងហ្នឹងធ្វើម៉េចឲ្យខ្លួនឯងខ្លាយជាមនុស្សមួយដែលមានទូនាទីខ្ពស់នៅក្នុងស្ថាប័នហ្នឹងអាហ្នឹងខ្ញុំផ្ដល់យោបល់ថាឲ្យធ្វើឲ្យហ្នឹងបានយើងខ្លាំងហើយនយោជកនៅតាមក្រុមហ៊ុននីមួយៗដូចគ្នាដែរបើសិនជាគាត់ធ្វើការដូចពីងប៉ុងពីមួយទៅមួយរហ័សពេកក៏គាត់មិនសូវជាចាប់អារម្មណ៍ឬបុគ្គលិកហ្នឹងដែរអញ្ចឹងជាការដាំផ្ញើឲ្យគាត់ព្យាយាមនៅកន្លែងមួយឲ្យបានយូរធ្វើម៉េចឲ្យបានតំណែងខ្ពស់ឲ្យខែច្រើនទៅកន្លែងហ្នឹងតែម្ដងបាទសូមអរគុណច្រើនបងអរគុណអរគុណបងប្អូនទាំងអស់គ្នាបាទកម្មវិធីរបស់យើងក៏ដល់ទីបញ្ចប់បាទអញ្ចឹងខ្ញុំនៅតែអរគុណបងបាទអរគុណអរគុណបងប្អូនដែលបានទស្សនាពីបងដែលបានរៀបរាប់អំពីអាជីវកម្មរបស់គាត់ក៏ដូចជាប្រវត្តិការងាររបស់គាត់និងប្រវត្តិតខ្លួនរបស់គាត់មួយចំនួនបាទអញ្ចឹងកម្មវិធីរបស់យើងក៏ដល់ទីបញ្ចប់ដែរហើយក៏សូមអរគុណលោកស្រីដែលបានតាមដានវីដេអូរបស់យើងរហូតដល់ទីបញ្ចប់នេះអញ្ចឹងកម្មវិធីនេះគឺយើងមានការរៀបចំដោយក្រុមហ៊ុនដាក់ចប់ហើយនឹងសារព័ត៌មាន Speak New ជាអ្នកផ្សាយពីកម្មវិធីរបស់យើងបាទអញ្ចឹងសម្រាប់អស់លោកស្រីបងប្អូនតែមានការចង់ចែករំលែកដោយបងឬក៏មានទាំង
ជីវិតផ្ទាល់ខ្លួនជីវិតអាជីវកម្មឬក៏ប្រវត្តិនៃការសិក្សាបោះបង់ការសិក្សាហើយមានការរីកចម្រើននៅពេលបច្ចុប្បន្នហើយជួបនៅការលំបាកអីខ្លះក៏អាចចូលរួមមួយកម្មវិធីរបស់យើងដែរបាទក្រុមការងារនឹងចាំទទួលរបស់បងប្អូនទាំងអស់គ្នាអាច comment ចូលនៅក្នុង page ដាក់ជាប់របស់យើងឬក៏អាច comment ភ្លាមៗកំពុងដែលអស់លោកស្រីបងប្អូនកំពុងតែមើលវីដេអូ live ផ្ទាល់របស់យើងនេះបាទអញ្ចឹងពីកម្មវិធីសូមអរគុណបងហើយក៏សូមអរគុណលោកស្រីបាទជម្រាបលា